បើក្បាលវីដេអូមកគឺឃើញលក្ខណៈថាបាញ់ត្រាងក្លុកគ្រឿងតែម្ដងជម្រាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះគឺខ្ញុំនាំបងប្អូនទាំងអស់គ្នាមកទស្សនាការលក់ដូរនៅឯម្ដុំបាក់ទូគឺរបស់ញ៉ាំគឺសម្បូរបែបមែនតើខ្ញុំបានថតត្រឹមតែ3តូបទេគឺតូបទី1កន្លែងលក់ជាមួយនឹងបាញ់ត្រាងរបស់អ៊ំស្រីប្រុសមួយគូនគាត់លក់ដាច់មែនតើបងប្អូនហើយតម្លៃធូរណាស់មកប្រអប់មិញហ្នឹងតែ5000នេះហើយដាក់សាច់ដាក់គ្រឿងក្រៅគឺឲ្យណែនពេញកំប៉ុងតែម្ដងបងប្អូនតែគឺឆ្ងាញ់ត្រូវមាត់ខ្ញុំហើយអូយភ្ញៀវច្រើនមែនតើកន្លែងគាត់លក់ហ្នឹងនៅទល់មុខជាមួយនឹងស្ថាគារជូលីណានៅចំហៀងបាក់ទូកបងប្អូនអញ្ចឹងអ្នកដែលមកគាត់ប្រកាសជាស្គាល់ហើយបើសិនចង់សាក់អីអាចសាក់បានមកប្រអប់ធំអញ្ចឹងគឺ5000ហើយមានពងក្រូចឲ្យយើង3គ្រាប់ទៀត3គ្រាប់ពង3គ្រាប់បងប្អូនហ្នឹងហើយកន្លែងញ៉ាំទី2នេះវិញគឺនំពុំខ្មែរយើងនេះឯងបងប្អូនគឺឆ្ងាញ់ណាស់ជាមួយនឹង snow របស់គាត់គឺទុនសាច់នំខាងក្នុងទុនជាមួយនឹង snow ដូងសាច់ដូងណាសាច់ដូងទុនទៀតអូយឆ្ងាញ់ឈ្ងុយណាស់អ្វីដែលសំខាន់គឺនំរបស់គាត់មួយត្រឹមតែ1000រៀលតែប៉ុណ្ណោះហើយនំចាក់ថ្មីតែម្ដងបងប្អូននិយាយទៅគឺអូយគ្រាន់តែបញ្ចូលស្រីឡើងវិញគឺលក្ខណៈថាក្លៀននំគាត់ឡើងវិញតែម្ដងគឺឆ្ងាញ់ណាក្លិនឈ្ងុយជាមួយនឹងខ្ទិះដូងជាមួយនឹងសាច់ដូងហើយអាម្សៅនំនឹងទៀតគឺឈ្ងុយណាស់បងប្អូនទៅគឺឆ្ងាញ់សូម្បីតែបងប្អូនខ្ញុំនៅស្រុកក្រៅហ្នឹងគឺគាត់ថាឆ្ងាញ់ចូលចិត្តដែរនិយាយមែនហើយតម្លៃគឺធូរមែនតែននំត្រឹមតែ1000រៀលតែប៉ុណ្ណោះបងប្អូនអញ្ចឹងបើសិនជាបានទៅលេងបាក់ទូហើយកុំភ្លេចទៅញ៉ាំកន្លែងគាត់នេះប៉ាហុងលីនំពុំខ្មែរឆ្ងាញ់នឹងបងប្អូនមកកន្លែងទៀតនេះគឺចេកអាំងខ្ទិះចេកអាំងដាក់ខ្ទិះចឹងទៅហ្នឹងហើយបងប្អូនកន្លែងគាត់នេះគឺឆ្ងាញ់ហើយខ្ញុំក៏ជាម៉ួយគាត់ប្រចាំយូរមកហើយដែរឲ្យតែពេល clean ចេកអាំងខ្ទិះហ្នឹងគឺទៅរកកន្លែងគាត់នៅឯម្ដុំបាក់ទូកហ្នឹងឯងបងប្អូនគឺចេកអាំងគាត់ហ្នឹងអាំងភ្លាមថ្មីអញ្ចឹងណាហើយគឺបើថាយើងយកគាត់ក្តៅយើងក្តៅអញ្ចឹងទៅគឺឆ្ងាញ់ណាស់បងប្អូនអើយហើយទឹកខ្ទិះគាត់គឺឆ្ងាញ់ឈ្ងុយដូចឈ្ងុយទឹកដោះគោឈ្ងុយខ្ទិះដូងនិយាយទៅគឺចូលជាតិគ្នាឆ្ងាញ់ណាហើយជាមួយល្ងមួយទៀតគឺឆ្ងាញ់មែនតើនៅពេលដែលមើលវីដេអូនេះឡើងវិញគឺ clean ឡើងវិញបងប្អូនអើយអញ្ចឹងបើសិនជាបងប្អូនគាត់ថាពិបាករកអីញ៉ាំហ៎បាច់ភ័យទេបងប្អូនទៅតែម្ដុំបាក់ទូកទៅមិនខ្វះទេរបស់ញ៉ាំបងប្អូនអើយគឺសម្បូរបែបមកជុំវិញសាលាហ្នឹងញ៉ាំទៅណាមិនអស់ច្រើនមែនតើអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច like share ផងណាជួបគ្នានៅវីដេអូក្រោយៗបន្តទៀតអរគុណបងប្អូនទាំងអស់គ្នាជម្រាបលា